តែនៅនាងមិនត្រូវការគ្នាតាមបំរានោះទេអញ្ចឹងហើយបានជាគ្នាត្រឡប់មកវិញនឹងឯងឯងនិយាយកុហកព្រោះនេះណាគឺជាសំណុំពររបស់អ្នកនាងនីសាដោយខ្លួនឯងថាតម្រូវឲ្យឯងនេះតែជួយមើលការខុសត្រូវលើក្រុមរបស់នាងណាណែឆាប់ត្រឡប់ទៅវិញទៅពីព្រោះជាកូនច្បាយនេះរបស់យើងណាសទ្ធាទៅដល់ខ្លួនឯងទៅបើចង់ដឹងនោះពីព្រោះអ្នកនាងនីសាពិតជាដេញឲ្យគ្នាមកវិញមែនតើគ្នាកុហកសទ្ធាធ្វើឲ្យទៅបើអញ្ចឹងមែនខ្ញុំដូចជាលែងយល់ហើយឲ្យមកស្នាក់នៅក្នុងបន្ទប់លំដាប់លេខ1ហើយមិនព្រមទៀតខ្ញុំខ្លាចតែត្រូវមកលោកនាយកទេនេះអញ្ជើញទៅរកនាងដល់ខ្លួនឯងទៅគ្នាទៅអញញ៉ៃមែននេះគឺបានន័យថាយល់ព្រមទៅស្នាក់នៅក្នុងបន្ទប់លំដាប់លេខ1ហើយមែនទេចាអត់ទេគឺខ្ញុំសម្រេចចិត្តត្រឡប់ទៅភ្នំពេញនៅពេលនេះឯងណានេះនៅនាងមានបញ្ហាអីមែនទេទៅបានជាត្រូវត្រឡប់ទៅវិញនៅក្នុងពេលនេះណាក្រែងនៅនាងធ្លាប់ប្រាប់ថានឹងបន្តការស្នាក់នៅឲ្យបានយូរហើយចាគឺខ្ញុំបដូរចិត្តវិញហើយក៏ព្រោះតែមានបញ្ហាខ្លះដែលមិនសូវសប្បាយចិត្តនឹងឯងណាឬមួយក៏មានបុគ្គលិកណាម្នាក់ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកនាងទីដឹងចាអត់ទេគឺខ្ញុំចង់ត្រឡប់ទៅវិញដោយខ្លួនឯងព្រោះថាមានកិច្ចការមួយចំនួនដែលត្រូវធ្វើនៅភ្នំពេញដែរលោកអ្នកគ្រប់គ្រងជួយអង្វរនីសាផងទៅណាពីព្រោះពួកខ្ញុំនាងមិនទាន់ទៅវិញទេមែននឹងហើយក៏មិនដឹងថាមានរឿងស្អីទៅបានជាត្រូវបញ្ជាឲ្យពួកខ្ញុំនាងរៀបចំអីវ៉ាន់ឲ្យខ្ញុំសុំទោសផងបើសិនជាមានបុគ្គលិកណាម្នាក់ដែលនៅទីនេះបានធ្វើអ្វីមិនគប្បីចំពោះអ្នកនាងហើយនឹងមិត្តភក្តិនោះចាគឺពិតជាអត់មែនលោកមិនចាំបាច់បារម្ភនោះទេតែនាងខ្ញុំនេះត្រូវទៅហើយរីម៉ែឆាប់ដែរទៅប្រាប់ប្រុសទៅព្រោះខ្ញុំនៅមិនតាន់បានប្រាប់ពួកគេនៅឡើយទេបាយនេះពិតជាមិនព្រមដោចិត្តមែនអីចាអត់ទេសំទោសតើខ្ញុំនេះអាចសុំជួបអ្នកនាងតែពីរអ្នកបានទេចាបានម៉ែនាំរីម៉ានៅស្រង់ទៅចាំនៅខាងក្រៅមុនទេតកូនបានសូមជើញសុខសប្បាយតាមផ្លូវលោកសុធាមានការអីចង់និយាយមកចាខ្ញុំប្រហែលជាអាចដឹងរឿងខ្លះរវាងអ្នកនាងនីសាហើយនឹងមេការរបស់ខ្ញុំដូច្នេះខ្ញុំមានបំណងនឹងសុំទោសជំនួសគេផងម្យ៉ាងមកពីគេទើបតែចូលមកធ្វើការថ្មីទើបបានជាមានបញ្ហាខ្លះជាមួយនឹងអ្នកនាងនីសាទៅតែខ្ញុំនេះបានណែនាំគេរួចហើយរឿងរបស់មេការរឹតនោះវាជារឿងមួយហើយតែអ្វីដែលខ្ញុំត្រូវត្រឡប់ទៅវិញនៅថ្ងៃនេះវាគ្មានអ្វីតាក់ទងជាមួយនឹងមេការនោះទេលោកខំតែបំពេញតួនាទីឲ្យបានល្អទៅគឺវាប្រសើរហើយខ្ញុំនឹងទៅបង្អួតប្រាប់លោកប៉ាពិតមែនតែលោកនៅក្មេងតែលោកមានការយកចិត្តទុកដាក់នឹងការងារខ្លាំងណាស់ខ្ញុំនិយាយពិតគឺមិនបាត់បញ្ចូលនោះទេណាបាទអរគុណណាស់សាងរំបានខ្លាំងណាប្រលឹងចាញ់ហាងស្នេហ៍ប្រែឡើងខឹងបេះដូងមួយនឹងទន្ទឹងរងចាំសូមចាញ់គ្រប់យ៉ាងចាញ់ហាងស្នេហ៍ប្រែឡើងខឹងបេះដូងមួយនឹងទន្ទឹងរងចាំសូមចាញ់គ្រប់យ៉ាង
ខ្ញុំដូចជាមិនយល់ទេក្រាញ់ឯងនេះក៏ធ្លាប់និយាយប្រាប់ខ្ញុំថាឯងជាប់សាច់ញាតិជាមួយលោកនាយកដែរតែហេតុអីបានជាឯងនេះអត់ស្គាល់កូនស្រីលោកនាយកទៅវិញគ្នាប្រាប់ហើយតាថាជាញាតិសាច់ឆ្ងាយហើយតាំងពីតូចមកពួកយើងមិនដែលបានជួបគ្នាទេគឺទៅទៅពេលនឹងឯងណាឥឡូវនេះសុកនៅនាងនីសាក៏នាំក្រុមរបស់នាងត្រឡប់ទៅភ្នំពេញវិញខ្ញុំក៏មិនដឹងថាវាមានរឿងអ្វីកើតឡើងនោះទេជាពិសេសទៅទៀតនោះខ្ញុំបារម្ភខ្លាចតែបាត់បង់ការងាររបស់ខ្ញុំនោះទេព្រោះមិនដឹងថាវាមានរឿងអ្វីខ្លះដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកនាងនីសានោះទេបើទោះជាមានអ្វីកើតឡើងក៏ដោយចុះខ្ញុំសុខចិត្តទទួលខុសតែម្នាក់ឯងខ្ញុំមិនឲ្យឯងនេះបាត់បង់ការងារដោយសារតែរឿងរបស់ខ្ញុំហើយនឹងអ្នកនាងនីសានោះទេហើយនេះអ្នកនាងនីសាពិតជាចង់នាំគ្នាត្រឡប់ទៅវិញមែនទេមែនហើយទោះបីជាខ្ញុំនេះខំបបយ៉ាងណាក៏ដោយក៏នាងមិនព្រមបន្តការស្នាក់នៅទៀតដែរតាំងពីមុនមកខ្ញុំមិនធ្លាប់ជួបស្រីឆ្នះដូចជាអ្នកនាងនីសាសោះចាំមើលថាតើគេទៅប្តឹងអីពីខ្ញុំខ្លះដល់លោកពូបាទខ្ញុំនឹងរងចាំទទួលយកនៅកំហុសគ្រប់យ៉ាងបើសិនជាលោកពូគិតថាខ្ញុំបានធ្វើខុសទៅលើអ្នកនាងនីសាណាបានមានរឿងអីចង់និយាយនោះក៏និយាយអត់ទៅព្រោះបើពិនិត្យមើលទៅនោះប៉ាក៏ដឹងថាប្រកាសជាមានបញ្ហាវិមយ៉ាងហើយបើសិនជាពេលនោះគេដឹងមុនថាខ្ញុំជាអ្នកណានោះក៏ប្រហែលជាមិនបានដឹងរឿងនេះដែរលោកប៉ាហើយរឿងស្អីដែរទៅដែលកូននោះបានទៅស៊ីបការចំមកបាននោះហើយទៅវាធំដុំដែរឬក៏អត់ចាគឺវាមិនធំដុំអីប្រហែលទេលោកប៉ាគ្រាន់តែកូនមិនពេញចិត្តនឹងបុគ្គលិកខ្លះដែលនៅបម្រើការទីនោះតែប៉ុណ្្នឹងឯងអ្នកណាមួយទៅដែលធ្វើឲ្យកូនមិនពេញចិត្តនោះគឺសុធាមែនទេចាគឺមិនមែនទេលោកប៉ាគេម្នាក់នោះឈ្មោះរិទ្ធជាមេការដែលទៅនឹងចូលមកបម្រើការងារថ្មីរិទ្ធនេះលោកប៉ាក៏ស្គាល់គេម្នាក់នោះដែរតាមមែនទេណែហើយចុះវាយ៉ាងមិនតើគេនោះបានធ្វើស្អីខ្លះដែលធ្វើឲ្យកូនមិនសប្បាយចិត្តនោះចាំនិយាយអស់មកណាគឺគេម្នាក់នោះណាលោកប៉ាគេមានសម្ដីមិនល្អតទៅសោះចំពោះខ្ញុំដែលជាភ្ញៀវគេប្រហែលជាមិនបានរៀនសូត្រអំពីការទទួលស្វាគមន៍ចំពោះភ្ញៀវនោះទេតែបានជាខ្ញុំនេះនិយាយមួយម៉ាត់ទៅហើយគេក៏បក4 10ម៉ាត់មកវិញតោមាត់មិនអន់សោះខ្ញុំនៅលោកប៉ាកាន់តែចង់ឈ្នះគេនោះកាន់តែផ្កើនរិទ្ធនេះប្រហែលជាគេគិតថាមានឋានៈជាមេការនោះវាធំសម្បើមណាស់មើលទៅហើយតើកូននោះទៅតតាំងជាមួយគេធ្វើអីដែរទៅបើកូនតែនៅក្នុងឋានៈជាភ្ញៀវសាមញ្ញម្នាក់សោះហ្នឹងខ្ញុំអត់មានទៅប្រយុទ្ធស្អីជាមួយនឹងគេនោះទេខ្ញុំគ្រាន់តែចង់ជួបមេការពេលដែលកូនដើរពិនិត្យមើលរបស់តាំងមួយចំនួនហើយក៏មានធលីដីនៅលើតុកៅអីនៅមានពាក្យសម្ដីមិនគួរសមខ្លះទៀតពេលដែលគេនេះជូនពួកខ្ញុំទៅដើរលេងកោះហើយអបអរក៏ត្រូវខូចខ្ញុំក៏គិតថាប្រហែលជាគេនោះខាងនឹងខ្ញុំតែបានជាមានដំណងធ្វើឲ្យអបអរខូចទៅតែគេមិនញញឹតសោះនៅពេលដែលកូនគម្រាមថានឹងរាយការណ៍ដល់ថៅកែធំនោះមិនត្រឹមតែប៉ុណ្ណោះទេលោកប៉ាគេបាននិយាយថាចាំគេជាអ្នកឲ្យអាស័យដ្ឋានទៅថៅកែធំឲ្យខ្ញុំមកជួបថែមទៀតផង